ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនខ្ញុំសូមសួរបន្តិចខ្ញុំឆ្ងល់ផ្លែ strawberry ខ្ញុំវាមាន2ពូជហើយបើពូជនេះពូជនេះគឺចាស់របស់ខ្ញុំផ្លែវាធំផ្លែវានិយាយរួមគឺវាធំអញ្ចឹងណានេះនិយាយទៅធំដូចគេលក់នៅmarket អញ្ចឹងស្រាប់ដល់ពេលមកពូជដែលខ្ញុំតែហាត់ប្រានហើយខ្ញុំសុំពីគេនេះបងប្អូនឲ្យមើលទូចនិយាយទៅប៉ុណ្ណមេដៃតាំងមកពីវាផ្លែដំបូងឬក៏ពូជវាអញ្ចឹងកូន strawberry បេះចោលក៏វាមានផ្លែដៃ strawberry ខ្ញុំឆ្ងល់នេះពីព្រោះអីខ្ញុំធ្លាប់ឮគេថាចុងដៃផ្លែទូចដល់ពេលនេះផ្លែដំបូងទៅជាប៉ុនមេដៃបើសិនតែផ្លែវាប៉ុនមេដៃមែនប្រហែលជាខ្ញុំអត់នេះអត់ទុកវាទេមើលទៅប្រហែលជាដកចោលអញ្ចឹងទៅដាំថ្មីអញ្ចឹងព្រោះខ្ញុំមានកូន strawberry ទូចច្រើនដែរអញ្ចឹងតែខ្ញុំបដោះបានអាហ្នឹងសិតតាផ្លែធំព្រោះខ្ញុំហៅផ្លែធំមកបដោះវាបងប្អូនឯងមើលនេះប៉ប៉ាន់មេដៃសិតតែប៉ប៉ាន់មេដៃបើបងប្អូនណាដឹងជួយប្រាប់ផងថាមកពីដំបូងបានវាទូចអញ្ចឹងបន្ទាប់មកទៀតពីធំឬក៏មិនអញ្ចឹងណាអរគុណច្រើន